បាទគ្រប់ជំរាបសួរបងប្អូនបាទខ្ញុំសូមមកបង្ហាញពីរបៀបធ្វើទ្រុងងាយដែលសម្រាប់អ្នកមិនចេះធ្វើទ្រុងបាទយើងទិញទ្រុង1.4 ម៉ែត្រជ្រុងសម្រាប់ដាក់មន់ដើម្បីមកគុំគ្នាបាទគុំគ្នាដំឡើងដាក់ចិញ្ចឹមសត្វព្រាបបាទងាយធ្វើឆាប់ហើយបាទអញ្ចឹងយើងក្រោយពីរៀបមកយើងយកឫស្សីពុះជាពីរយើងបាញ់គៀបគ្នាកណ្ដាលដើម្បីឲ្យវារឹងបាទកុំឲ្យព្រាបវាជន់ទៅវាទន់វាញ័រអញ្ចឹងយើងដាក់ឫស្សីពីរជួរបាទក្រោយពីយើងបាញ់ឫស្សីគៀបហើយគឺយើងកាត់សំណាញ់ជ័រពណ៌ខៀវ1.4 ម៉ែត្រជ្រុងដើម្បីក្រាលងាយស្រួលសត្វព្រាបវាដើរលើកម្រាលហ្នឹងវាមិនឈឺជើងបាទក្រោយពីយើងរៀបកម្រាលរួចរាល់ហើយបាទយើងរាយស្នូកកតោចំណីនិងកតោទឹកបាទទ្រុងធ្វើរបៀបនេះគឺវាមានខ្យល់អាកាសបាទខ្យល់អាកាសល្អវាមិនហប់អញ្ចឹងព្រាបយើងវាអាចឆ្លាស់មុខឆ្លាស់មាត់មានសុខភាពល្អបាទក្រោយពីយើងរៀបចំដាក់កតោទឹកកតោចំណីរួចហើយគឺយើងចាប់ព្រាបមេបាដែលឡើងថ្មីឬក៏មេបាដែលចិត្តពងហ្នឹងដូរទីតាំងយកមកដាក់កន្លែងទ្រុងថ្មីបាទទ្រុងនេះមានកម្ពស់1 ម៉ែត្រអញ្ចឹងយើងអាចខាំងលើកដាលហើយយើងអាចដាក់បាន2គូបាទអញ្ចឹងមេណាដែលវាបង្កាត់គ្នារៀបពងយើងរៀបចំធ្វើសម្បុកដាក់ឲ្យបាទដោយស្វាយនឹងវេលបាទស្វែងរវេលចំបើងរួចយើងយកចំបើងមួយក្តាប់ដើម្បីដាក់ទ្រាប់នៅក្នុងសម្បុកបាទអញ្ចឹងមុននឹងដាក់ហ្នឹងគឺយើងញីវាឲ្យទន់បាទឲ្យចំបើងនោះទន់រួចហើយយើងដាក់ទៅក្នុងរង្វេលសម្បុកដើម្បីឲ្យមេបាវាទម្លាក់ពងបន្តពូជបាទអញ្ចឹងយើងធ្វើទ្រុងយើងឆ្លាស់ល្អគឺព្រាបវាមានការសប្បាយចិត្តបាទអញ្ចឹងវាចង់រស់នៅវាសប្បាយចិត្តហ្នឹងហើយការបន្តពូជវាតលីអីចឹងទោះជាព្រាបតែផ្ទះស្លាប់គឺវាអត់ទៅទេកម្ពស់5 តឹកបាទអញ្ចឹងវាអាចធ្វើការបង្កាត់បានល្អបាទអរគុណបងប្អូន